ហើយយើងញ៉ាំផ្អែមទៅវាមានបញ្ហាទៅអត់ដឹងទេចាឯងប្រាប់ខ្ញុំថាអាសាខ្យល់ចាប់ចាឥឡូវខ្ញុំសួរចំណីអាហារដែលចែញ៉ាំញ៉ាំអីគេ sting មួយថ្ងៃមួយកំប៉ុងពេល10គោកាហ្វេ10គោមួយថ្ងៃមួយផឹកឡើងអញ្ចឹងកាហ្វេ10គោហ្នឹងវាធ្វើឲ្យយើងឈឺកាពះហើយចាអត់យកផ្អែមញ៉ាំវិញអាល្វីងហ្នឹងធ្វើឲ្យយើងឈឺកាពះក៏តែអា sting ហ្នឹងវាផ្អែមអាហ្នឹងខ្លាំងជាងស្រាទៀតយល់ទៅដែលវាមានជាតិផ្អែមខ្ពស់អញ្ចឹងអាភេសជ្ជៈដែលផ្អែមហ្នឹងវាមានជាតិ glycemic index ខ្ពស់អញ្ចឹង glycemic index ហ្នឹងគឺជាតិស្ករសន្ទុះជាតិស្ករវាខ្ពស់ណាពេលតែយើងញ៉ាំវាចូលមកក្នុងខ្លួនអាំងសាលីនយើងបញ្ចេញមកកាត់វាអញ្ចឹងឧទាហរណ៍យើងញ៉ាំម៉ោង7អញ្ចឹងណាបានតែ1ម៉ោងកន្លះអីអាំងសាលីនវាបញ្ចេញមកកាត់វាអស់ហើយវាឡើងទៅខ្ពស់អញ្ចឹងមកធ្លាក់មកវិញក្តឹបមកផ្លែទៅ1ម៉ោងកន្លះអស់ពេលតែអស់អាជាតិស្ករហ្នឹងទៅមីង clean ទៀតហើយយល់ណាចាឯង clean ទៀតហើយអត់មានបានយូរអាពេល clean ហ្នឹងហើយទៅរកអាស្អីគេផ្អែមហ្នឹងទៀតឡើយបំរកអីទៅញ៉ាំទៀតឡាអាហ្នឹងអាពេលដែលធ្លាក់អាហ្នឹងមកវិញហ្នឹងដូចខ្យល់ចាប់អញ្ចឹងយើងទៅហើយយល់នៅអញ្ចឹងអាការដែលយើងញ៉ាំផ្អែមហ្នឹងគឺវាធ្វើទុកយើងដើម្បីកាត់អាផ្អែមផ្ដាច់អាផ្អែមហ្នឹងឲ្យបានយើងរកវិធីទី1យើងធ្លាប់តែញ៉ាំផ្អែមតែវាអត់បានញ៉ាំរៀងវិលមុខហើយនៅស្ករវាទៅធ្លាក់មកវិលមុខក្លៀនអញ្ចឹងយើងធ្វើម៉េចយើងញ៉ាំអាហារពេលព្រឹកដែលមានជាតិស្ករទាបបាយតិចបន្លែច្រើនសាច់ច្រើនញ៉ាំដូចគេអ្នកហាត់ប្រាណឡើងសាច់ដុំអញ្ចឹងណាអញ្ចឹងដល់ពេលស្ករវាបញ្ចេញមកវាឡើងតែបន្តិចទេព្រោះស្ករទាបហើយវាអូសយើងឧទាហរណ៍យើងញ៉ាំម៉ោង7ម៉ោង10 2 11អីនោះបានយើងក្លៀនទៀតតែបើសិនយើងញ៉ាំបាយច្រើន sting មកកំប៉ុងឬអាផ្អែមមកកំប៉ុងហ្នឹងចិត្តស្ករវាឡើងខ្ពស់អញ្ចឹងទៅពេលធ្លាក់មកវិញលឿនជាងក្លៀនទៀតហ្នឹងធ្វើឲ្យយើងឈឺ